សិល្បៈក្នុងការចាយលុយមានគីដ៏សាមញ្ញបំផុតប៉ុន្តែអាចញ៉ាំងឲ្យជីវិតរបស់យើងបានល្អប្រសើរនេះគឺជាស្នាដៃនិពន្ធដ៏ថ្មីរបស់លោក Morgan Housel បន្ទាប់ពីស្នាដៃដ៏ល្បីល្បាញរបស់លោកគឺសៀវភៅ The Psychology of Money ចិត្តសាស្ត្រនៃប្រាក់ដែលផ្ដោតទៅលើវិធីសាស្ត្រប្រើប្រាស់លុយឲ្យមានន័យមិនមែនតែរកលុយបានច្រើនតែប៉ុណ្ណោះនោះទេនៅក្នុងសៀវភៅនេះយើងចង់ឲ្យបងប្អូនទាំងអស់ចាប់អារម្មណ៍ទៅលើផ្នែកទាំង5នៃសៀវភៅនេះទី1សុភមង្គលមិនមែនមកពីការចំណាយច្រើននោះទេក៏ប៉ុន្តែវាបានមកពីការចំណាយយ៉ាងឆ្លាតវៃអ្នកនិពន្ធបានពន្យល់ថាបុគ្គលជាច្រើនចំណាយលុយដើម្បីបង្ហាញកេរ្តិ៍ឈ្មោះហឺហាឬសម្រាប់ការទទួលស្គាល់អំពីអ្នកដទៃតែប៉ុណ្ណោះតែភាពសុខស្រួលពិតប្រាកដនោះមកពីការចំណាយលើអ្វីដែលមានតម្លៃចំពោះចិត្តនិងជីវិតផ្ទាល់ខ្លួនតែប៉ុណ្ណោះដូច្នេះកុំចាយលុយដើម្បីបង្អួតអ្នកដទៃដើម្បីឲ្យគេយល់ថាខ្លួនជាអ្នកមានហឺហាក៏ប៉ុន្តែនៅពីក្រោយគឺខ្សោះខ្សត់បំផុត2ចំណាយលុយដើម្បីទទួលបានពេលវេលានិងសេរីភាពមិនមែនទិញអ្វីច្រើននោះទេក៏ប៉ុន្តែប្រើលុយដើម្បីទទួលបាននៃពេលវេលាសម្រាប់អ្វីដែលសំខាន់អាចជាគ្រួសារសុភមង្គលឬក៏សុខភាពឬក៏អាចនិយាយថាការលូតលាស់ផ្ទាល់ខ្លួន3ការចំណាយល្អគឺជាការវិនិយោគលើបទពិសោធន៍មិនមែនសម្រាប់តែវត្ថុនោះទេអ្នកនិពន្ធបានបង្ហាញថាអ្វីដែលនៅក្នុងចិត្តយូរជាងគេនោះគឺជាបទពិសោធន៍ដែលមានអត្ថន័យមិនមែនទ្រព្យសម្បត្តិដែលអាចបាត់បង់បាននោះទេ4ចំណាយតាមគុណភាពតម្លៃមិនមែនតាមមតិអ្នកដទៃនោះទេយើងគួរតែស្គាល់អំពីតម្លៃនៃអ្វីដែលធ្វើឲ្យជីវិតរបស់យើងមានន័យសម្រាប់ខ្លួនឯងមិនមែនដើរទៅតាមមាត់សង្គមឬទៅតាមទំនោរចិត្តរបស់អ្នកដទៃនោះទេនិងទី5នោះភាពរុងរឿងពិតប្រាកដបានមកពីការគ្រប់គ្រងអារម្មណ៍ជាមួយនឹងលុយមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួននៅពេលដែលចំណាយជាមនុស្សដែលមានសុភមង្គលនិងសប្បាយចិត្តជាងមិនមែនត្រូវតែមានលុយច្រើននោះទេសិល្បៈនៃការចំណាយលុយគឺជាសិល្បៈនៃការរស់នៅការជ្រើសរើសអ្វីដែលផ្ដល់ន័យនិងសុខសាន្តពិតប្រាកដនៅក្នុងជីវិតបើបងប្អូនយល់ថាវីដេអូមួយនេះមានសារៈសំខាន់និងមានប្រយោជន៍សូមជួយ like និងជួយ share ទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងទៀតផងសូមអរគុណ